ទី1ដែលបានមកទីហ្នឹងទៅកន្លែងផ្សេងតែកន្លែងនេះគឺចេញមកគឺប្រេះហ្មងហើយស្អាតហ្មងចានេះជំរាបសួរបងចាបងចង់សម្ភាសពីចំណាប់អារម្មណ៍របស់បងបន្តិចដែលមកលេងនៅកោះរ៉ុងយើងហ៎បងមានអារម្មណ៍មិនដែរចំពោះអាកាសធាតុនៅកោះរ៉ុងសម្រាប់ម្សិលមិញនៅថ្ងៃហ្នឹងណាចំពោះខ្ញុំលើកទី1ដែលបានមកទីហ្នឹងចាអញ្ចឹងកាសធាតុម្សិលមិញល្អមែនតើថ្ងៃនេះរៀងដូចពួកអាំតិចតែដូចជាមិនអីទេហើយចំពោះឆ្នេរអីស្អាតចូលចិត្តចាបងចាឆ្នេរនេះស្អាតជាងគេចង់ថាធ្លាប់ទៅកន្លែងឆ្នេរផ្សេងតែកន្លែងនេះគឺចេញមកគឺប្រេះហ្មងហើយស្អាតហ្មងចាដល់ពេលដែលចុះពីកប៉ាល់កោះពីកណូតមកដល់នេះព្រាមចាប់ដើមចង់ថាវារីឡិចហ្មងខ្លះដូរអារម្មណ៍ហ្មងវាហើយនេះស្អាតតែស្អាតតែចាប់ដើមមានសម្រាប់ឯណាអត់មានទេបងមានសម្រាប់វាទេសច្រើនជាងខ្មែរចានៅកោះរ៉ុងនេះគឺជនបរទេសច្រើនជាងខ្មែរដោយសារជនបរទេសគឺគាត់មើលព័ត៌មានច្រើនអំពីស្រុកខ្មែរអរគុណច្រើនបងចាជូនពរបងដើរលេងកន្លែងផ្សេងទៀតឲ្យសុបាយទាំងអស់គ្នាអរគុណបង